បាទសួស្តីបងប្អូនអរគ្នានេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែរៀបចំទឹកជ្រូកជូតភ្ញៀវណាបងប្អូនបាទហើយនេះគឺជាកូនជ្រូកដែលខ្ញុំដឹកជូនគាត់1.8 គីឡូទៅ10 គីឡូបាទហើយធំមែនតើគឺវាថ្លោះទឹកប្របាយពីមេបានខ្ទង់មួយសប្តាហ៍អីទេបាទហើយមុនចាប់វាហ្នឹងខ្ញុំបានដាក់ចំណីឲ្យវាមកស៊ីមកទៅស្រួលចាប់បាទហើយនិយាយថាពីកូនជ្រូកនេះវាថ្លោះល្អបងប្អូនហើយមួយលើកមកឡើងទៅដុកណាបាទហើយភ្ញៀវយកទៅចិញ្ចឹមធំលឿនណាបាទចាំអត់តឹងទេបាទហើយទីតាំងដែលខ្ញុំដឹកជូនគាត់ហ្នឹងគឺនៅជិតភូមិខ្ញុំដែរទេបាទគឺនៅខាងក្រាំងបល័យជិតផ្សារពាំងកលឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺហើយកូនស្រីខ្ញុំបានដឹកជូនអញ្ចឹងវាតាមទៅដែរនេះវាបានឃើញជ្រូកយ៉ាងវាសប្បាយអគេដល់ណាអរគុណបាទហើយវីដេអូហ្នឹងសកម្មភាពអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេហើយអរគុណបងដែលបានទិញកូនជ្រូកខ្ញុំយកទៅចិញ្ចឹមជូនពរឲ្យបងយកទៅចិញ្ចឹមសុខសប្បាយដល់គីឡូលក់បានតម្លៃក្នុងទីផ្សារល្អvô tống tìm này thôi rồi mồm đây lấy cũng chụp phải bật nè cầm chả dê bắt tiết đằng ấy vô mi em mi ba mi đã không tích đã đến cơ tỷ thắng tịch thắng tôi cho hay